នេះជាកោះមន់និងថ្លាមន់ខ្ញុំឆាប្រៃផ្អែមឲ្យកូនខ្ញុំញ៉ាំឥឡូវនេះកោះមន់ខ្ញុំដាក់ស្រុះកោះមន់ហើយនឹងថ្លាមន់ហើយដើម្បីឲ្យគេហៅថាបំផ្អាត់ស្អាតណាបងប្អូនមុនដំបូងនេះខ្ញុំដាក់តែឲ្យក្តៅហើយដាក់ខ្ទឹមចូលលីងវាឲ្យឈ្ងុយបន្តិចមកបងប្អូនដាក់គ្រឿងផ្សំរបស់ខ្ញុំមានអីខ្លះមានអំបិលទឹកស្ករសអញ្ចឹងទៅមានទឹកព្រំទឹកអីអញ្ចឹងទៅយើងលាយចូលទៅក្នុងហ្នឹងណាហើយខ្ញុំអត់ឆាក្តៅដាក់ទេបងប្អូនតែកូននឹងអត់ចេះញ៉ាំឆាប្រៃផ្អែមអញ្ចឹងទៅឲ្យលោកកូនចេះញ៉ាំទីផុតកូននៅតែអត់ញ៉ាំដដែលបងប្អូនបន្ទាប់ពីយើងឆាត្រឡប់ហើយយើងដាក់ស្លឹកខ្ទឹមតិចទៅកាត់ស្អាតឲ្យឈ្ងុយបងប្អូនពីព្រោះថ្លាមន់និងកោះមន់វាក្លិនស្អាតឥឡូវនេះឆាប្រៃផ្អែមកោះមន់ថ្លាមន់របស់ខ្ញុំបានឆ្អិនរួចជាការស្រេចអស់ហើយបងប្អូន